នាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានស៊ីនវត្តបានចេញសេចក្តីប្រកាសឆ្លើយតបនឹងភាគីកម្ពុជាថាខ្លួនចង់ចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគីដោយប្រើយន្តការគណៈកម្មការព្រំដែនឬ JBC និងគណៈកម្មការព្រំដែនទូទៅ JBC ដោយការឆ្លើយតបរបស់ភាគីថៃនេះធ្វើឡើងបន្ទាប់ពីភាគីកម្ពុជាបានប្រកាសថានឹងរៀបចំប្តឹងយកបញ្ហានៅមុំ3បញ្ហាប្រាសាទតាមុនធំបញ្ហាប្រាសាទតាមុនតូចតាក្របីទៅកាន់តុលាការ ICJ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃនៅថ្ងៃទី4ខែមិថុនាឆ្នាំ2025យោងតាមសេចក្តីប្រកាសបានបញ្ជាក់ថាភាគីថៃចង់ចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគីដែលប្រើយន្តការជាលក្ខណៈគណៈកម្មាធិការព្រំដែនរួមនិងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃបន្ទាប់ពីបានប៉ះទង្គិចគ្នាមួយប្រាវកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងទៅនេះក្នុងនោះថៃបានឲ្យកម្ពុជាពិចារណាផងដែរពាក់ព័ន្ធនឹងគោលជំហរដែលចង់ប្រើប្រព័ន្ធតុលាការឬភាគីទី3ដើម្បីដោះស្រាយលើបញ្ហាព្រំដែនដោយថៃអះអាងថានឹងបញ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដូចជា MOU ឆ្នាំ2000និងផុតតាងផ្សេងៗរួមទាំងរូបភាពកាយរណបជាដើមប្រទេសថៃក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ហើយយន្តការដែលមានស្រាប់នេះត្រូវបានរដ្ឋាភិបាលថៃអះអាងថា JBC កិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួមដែលជាយន្តការបច្ចេកទេសដែលបង្កើតឡើងដោយ MOU ឆ្នាំ2000ដើម្បីពិភាក្សាអំពីការស្ទង់មតិនិងការបកបង្គោលព្រំដែនទ្វេភាគីចំណែក JBC គណៈកម្មាធិការព្រំដែនទូទៅថៃកម្ពុជាដែលជាយន្តការមួយនៅកម្រិតរដ្ឋមន្ត្រីក្រសួងការពារជាតិនិង RBC គណៈកម្មាធិការព្រំដែនប្រចាំតំបន់ដែលជាយន្តការមួយកម្រិតនៃមេបញ្ជាការកងទ័ពក្នុងតំបន់ទាំង JBC និង RBC មានតួនាទីសំខាន់ក្នុងការរក្សាសន្តិភាពនិងសណ្ដាប់ធ្នាប់លើស្ថានភាពព្រំដែនយ៉ាងណាមិញនៅក្នុងសេចក្តីប្រកាសរបស់ថៃមិនបានបង្ហាញអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការបាញ់មកលើភាគីកម្ពុជានោះទេជំរាបជូនថានៅថ្ងៃទី2ខែមិថុនាក្នុងសមាជប្រសិទ្ធិរដ្ឋសភាលើកទី1សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ញាចិត្តយ៉ាងមោះមុតថាបើទោះបីជាភាគីថៃមិនព្រមទៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយក៏កម្ពុជានៅតែប្តឹងដដែលដើម្បីឲ្យដាច់ស្រេចតែម្ដង